សួស្តីពុកម៉ែបងប្អូនថ្ងៃនេះចង់ថតវីដេអូបង្ហាញអំពីផ្កាជុំវិញផ្ទះរីកស្គុះស្គីល្អណាស់បងប្អូនអាហ្នឹងផ្កាខ្មែរយើងណាគេហៅថាផ្កាស្បៃរឿងផ្កាហ្នឹងមានពណ៌លឿងហើយរីកបានពេលវារីកស្អាតចឹងហើយវារីកបានរយៈពេលយូរវាទៅអត់ងាយសពូនទេបងប្អូនហើយគឺស្អាតបានយូរផ្កាស្បៃរឿងវាអាចថាអត់មានក្លិនក្អូបអុយផ្កាម្លិះអីទេអ្នកខ្លះគេអាចស្អប់ក្លិនតែអ្នកខ្លះក៏ចូលចិត្តក្លិនដែរក្លិនវារៀងកពើបន្តិចតែសម្រស់គេគឺស្រស់ស្អាតបានយូរណាស់ផ្កានឹងផ្កាស្អាតអូខេបងប្អូនបន្ទាប់ពីមើលផ្កាហើយបង្ហាញដើមមួយបងប្អូននេះដើមល្មុតថ្មយើងហ្នឹងហើយផ្លែច្រើនណាស់បងប្អូនតែអត់ទាន់ហូបកាទេរយៈពេលប្រមូលផលវារឿងយូរដែរហ្នឹងអានេះបានមួយខែលើសហើយតែអត់ទាន់ទុំទេល្មុតហ្នឹងគេហៅល្មុតថ្មរឹងខ្លាំងណាស់ល្មុតហ្នឹងតែចាំមើលដល់ទុំថាវាមានរសជាតិផ្អែមឬក៏មិនចាំមើលដល់ពេលទុំខ្ញុំថតភាសាទៀតជូនបង្ហាញជូនពុកម៉ែបងប្អូនឥឡូវយើងទៅមើលផ្កាម្លិះម្ដងនេះកូនខ្ញុំកំពុងតែទៅបេះមួយយាយមួយ baby បងប្អូនផ្កាម្លិះជុំវិញផ្ទះគឺក្អូបឈ្ងុយបានធ្វើគេហត់ច្រើនវ៉ាវតែទូចក៏ធំនេះអានេះមកមើលបងបាននេះមកនេះណានេះមកឃើញអត់នេះនេះអត់ច្រើនណាស់នេះអត់ច្រើនអូខេអរគុណសម្រាប់ការតាមដានទស្សនាបងប្អូនបាយបាយជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ